มีអាចនឹងទម្លាក់ខ្លួនចុះបើសិនជាយប់នេះបិទនៅក្រោមតម្លៃ$5,015ក្នុង1អោនបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការវិភាគនៅតម្លៃមាសតែមុននឹងចូលទៅដល់ការវិភាគរបស់ខ្ញុំបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះគឺដូចជាចង់តាមដាននៅតម្លៃមាសជាប្រចាំថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះតែខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងយប់នេះផងដែរបើសិនជាមាសអាចធ្វើការផ្លាស់ទីនៅពីលើតម្លៃ$5,015ក្នុង1អោនខ្ញុំគិតថាមាសអាចនឹងធ្វើការបន្តផ្លាស់ទីជាលក្ខណៈ sideways up បន្តទៀតបានប៉ុន្តែក្នុងករណីមួយបើសិនជាមាសបានធ្វើការផ្លាស់ទីហើយព្រឹកឡើងហ្នឹងគឺបិទនៅក្រោមតម្លៃ$5,015ក្នុង1អោនខ្ញុំគិតថាមាសអាចនឹងមានឱកាសទម្លាក់ខ្លួនចុះមកក្រោមវិញខ្លះផងដែរបាទយើងមកមើលក្រាបទាំងអស់គ្នាយើងឃើញថាក្រាបនេះគឺជាលក្ខណៈ candlestick ហើយនៅក្នុងថ្ងៃនេះផងដែរក្រាបនៅជាពណ៌បៃតងនៅឡើយទេប៉ុន្តែក្នុងករណីមួយបើសិនជាមាសធ្វើការផ្លាស់ទីហើយបិទនៅក្រោមតម្លៃ$5,015ក្នុង1អោននោះក្រាបរបស់វានឹងប្រែក្លាយទៅជាទៀនពណ៌ក្រហមហើយមានកតុយនៅខាងលើវែងអញ្ចឹងជាសញ្ញាមួយអាចនឹងធ្វើការផ្លាស់ទីចុះមកក្រោមវិញដោយសារតែ indicator RSI ហ្នឹងក៏ស្ថិតនៅតម្លៃមួយដែលខ្ពស់ខ្លាំងណាស់ដែរដែលបង្ហាញអំពីស្ថានភាព overbuy បានន័យថាមានការទិញច្រើនលើសកម្រិតបាទអញ្ចឹងទេយើងចាំមើលទាំងអស់គ្នាថានៅក្នុងយប់នេះតម្លៃមាសអាចនឹងធ្វើការផ្លាស់ទីនៅលើតម្លៃ$5,015ក្នុង1អោននេះឬក៏អត់ឬក៏មានការទម្លាក់ខ្លួនចុះក្រោមវិញហើយបើសិនជាមានការអាប់ដេតយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅព្រឹកស្អែកបន្តទៀតបាទអញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះបងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនរបស់យើងគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូនេះបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលា